វាជាថ្ងៃទី2របស់ខ្ញុំនៅក្នុងគ្រួសារមានរឿងខ្លះដែលខ្ញុំមិនគួរនិយាយទេប៉ុន្តែប្រសិនបើខ្ញុំមិននិយាយម្ដាយក្មេករបស់ខ្ញុំនឹងមិននិយាយអ្វីទាំងអស់មីងខ្សែដៃនេះថ្មីកាលពីខែមុនមែនទេខ្វាន់តើវាមានអ្វីជាមួយឯងយាយខែមុនពេលដែលអ្នកមិននៅផ្ទះម្ដាយក្មេករបស់ខ្ញុំមានគ្រុនក្តៅប៉ាបានមករកមីងដើម្បីសុំលុយប៉ុន្តែមីងនិយាយថាគាត់គ្មានលុយទេម្ដាយក្មេករបស់ខ្ញុំបានដុតធូបរយៈពេល5ថ្ងៃហើយគាត់បានស៊ូទ្រាំនឹងវាទាំងអស់ប៉ុន្តែមីងបានងាកមកទិញខ្សែដៃ20យន់នេះហើយពាក់វាពេញភូមិនោះជាលុយរបស់ខ្ញុំមីងលុយទាំងអស់នៅក្នុងគ្រួសារនេះមិនត្រូវបានរក្សាទុកនិងចាយជាមួយគ្នាទេហេតុអ្វីបានជាគ្មាននរណាម្នាក់និយាយអ្វីបន្ទាប់ពីរឿងនេះកើតឡើងម៉ាក់អ្នកមិនអីទេអ្នកស៊ូទ្រាំនឹងវាទាំងអស់ចុះថ្នាំដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជាវិញម៉ាក់ខ្ញុំពិតជាមិនមានលុយតតែសោះនៅពេលនោះតើខ្សែដៃនោះមកពីណាបងថ្លៃស្រីរបស់ខ្ញុំបានដុតធូបឲ្យខ្ញុំវាមិនចំណាយលុយទេខ្ញុំមិននៅផ្ទះទេប៉ុន្តែអ្នកទាំងអស់គ្នាគ្មានកង្វល់អ្នកបានចំណាយលុយអ្នកពាក់ខ្សែដៃហើយដុតធូបរយៈពេល5ថ្ងៃប៉ុន្តែគ្មាននរណាម្នាក់ខ្វល់ពីគ្រួសារនេះទេតើខ្ញុំមិនគួរត្រឡប់មកវិញទេម៉ាក់ខ្ញុំមិនមានជីដូនទេខ្ញុំគ្រាន់តែស្វែងរកអាពាហ៍ពិពាហ៍ប៉ុណ្ណោះខ្ញុំមិនបានមកគ្រួសារជើដើម្បីផ្ទះឬដីទេខ្ញុំគ្រាន់តែចង់ឲ្យម្ដាយក្មេករបស់ខ្ញុំមានសន្តិភាព2 3ថ្ងៃដោយសារគ្រួសារនេះមិនអាចផ្ដល់សន្តិភាពដល់គាត់ចូលយើងបែកគ្នាអ្នកចង់បែកគ្នាទេម៉ាក់ស្ដាប់នេះជនបរទេសម្នាក់បានចូលមកហើយចាប់ផ្ដើមបង្កើតឈុតឆាកអំពីការបំបែកគ្រួសារនៅថ្ងៃបន្ទាប់តើគ្មានច្បាប់ទៀតទេប្អូនថ្លៃស្រីឲ្យឯងទ្រាំបានហើយឬនៅបងប្រុសទី2ឯងរៀបការជាមួយខ្ញុំអស់រយៈពេល30ឆ្នាំមកហើយគួយសៀងរៀបការជាមួយខ្ញុំអស់រយៈពេល30ឆ្នាំមក